ចាបងប្អូនមុខម្ហូបមុខនេះគឺជាមុខម្ហូបដែល viral ប៉ុន្តែមិនមែន viral តែឈ្មោះណាបងប្អូននៅពេលដែលយើងធ្វើគឺឆ្ងាញ់ខ្លាំងមែនតើនេះគឺជា process ខ្លះនៅក្នុងការឆាតកួនបែបម៉ូដថ្មីចឹងណាហើយនិយាយពីថាម្ហូបមួយមុខនេះគឺខ្ញុំចំណាយពេលវេលាយូរខ្លាំងមែនតើដោយសារអញ្ចេះតកួនរបស់យើងត្រូវសក់អញ្ចេះអញ្ចឹងណាបងប្អូនសក់លក្ខណៈទៅជាលក្ខណៈវែងអីចឹងទៅចាសម្រាប់តកួននេះបងប្អូនហើយគឺជាតកួនធម្មជាតិពិតតែម្ដងដែលខ្ញុំយកពីផ្ទះយកពីខេត្តមកអញ្ចឹងណាសម្រាប់បងប្អូនដែលចង់បានជាមួយនឹងបន្លែតកួនធម្មជាតិអីបងប្អូនអាចតាក់ទងខ្ញុំបានយំទៅគឺអត់មានជាតិគីមីសូម្បីតែមួយដំណក់តែម្ដងបងប្អូនចាគឺអត់មានជាតិគីមីទេចានេះគឺដាំទៅដោយអ្នកម្ដាយខ្ញុំផ្ទាល់អញ្ចឹងណាបងប្អូនចាដាំនៅផ្ទះយំទៅគឺដោះនៅក្នុងតាពាំងអីចឹងហ្មងxongជាមួយម្ចាស់ឧបត្ថម្ភជាមួយនឹងសាប៊ូកក់សក់ម៉ែរួយសាប៊ូកក់សក់ម៉ែរួយចាកក់ឲ្យធ្វើឲ្យសក់ស្អាត smooth រលោងបានល្អឲ្យសំខាន់បងប្អូនដែលមានបញ្ហាបែកចុងកែលរមាស់ចាសក់មិនដោះលឿនសក់មិនដោះវែងបងប្អូនអាចមកប្រើជាមួយនឹងសាប៊ូកក់សក់ឥឡូវនេះគឺយើងមាន promotion បងប្អូនទិញជាមួយនឹងសាប៊ូកក់សក់អបហើយនឹងកក់នេះ$20យើងថែមជាមួយនឹងប្រេងលាបសក់មួយចាអញ្ចឹងបងប្អូនចាទិញមួយឈុតនេះគឺចំណេញលើចំណេញតែម្ដងជាមួយនឹងសាប៊ូកក់សក់អញ្ចឹងក្មេងៗទូច4ឆ្នាំ5ឆ្នាំអីគឺអាចប្រើបានហើយបងប្អូនចាអញ្ចឹងតកួនរបស់យើងនេះគឺខ្ញុំធ្វើការចាត់ហើយឥឡូវនេះគឺខ្ញុំចាយកតកួនរបស់យើងទៅលាងទឹកហើយដើម្បីឲ្យតកួនរបស់យើងនឹងចាអូគេហៅថាវាល្មូចូលគ្នាល្អចាបងប្អូនគឺយើងលាងទឹកឲ្យរៀងយូរហើយត្រាំរៀងយូរចឹងក៏បានដែរបើខ្ញុំនិយាយពីថាខ្ញុំចំនួនតូចបងស្រីខ្ញុំវិញគឺបកកាយខ្លាំងតែរឿងចិត្តតកួនអីហ្នឹងគឺបានតូចខ្លាំងតែហើយស៊ីកូនេះបងប្អូនខ្ញុំចំណាយទិញស៊ីកូអស់ត្រឹមតែ10000រៀលទេចាប៉ុន្តែបានជាមួយនឹងមុខម្ហូបដ៏ឆ្ងាញ់តែម្ដងសម្រាប់ស៊ីកូរបស់យើងនេះខ្ញុំយកមកខ្ញុំធ្វើការចិត្តជាមួយនឹងប្រទេសហើយខ្ញុំកំពុងគិតថាមុខម្ហូបមួយមុខហ្នឹងតែខ្ញុំគួរតែចិត្តស៊ីកូបែបណាមុខម្ហូបមួយហ្នឹងវាដូចជាសាច់គោឡើងភ្នំដែរបងប្អូនតែសម្រាប់សាច់គោគឺបងប្អូនចិត្តប្រទេសរៀងវែងធំប៉ុន្តែបងប្អូនចិត្តរៀងស្ដាងដើម្បីឲ្យសាច់គោរបស់យើងហ្នឹងលាយចូលជាមួយនឹងគ្រឿងឲ្យធានាថាឆ្ងាញ់អីចឹងណាបងប្អូនចាអានេះគឺជាសកម្មភាពក្នុងការចិត្តសាច់គោរបស់ខ្ញុំបងប្អូនចិត្តរៀងវែងនៅវែងបតាធំតែរៀងស្ដាងបងប្អូនចិត្តតែអញ្ចឹងគឺធានាថាសាច់គោរបស់យើងឆ្ងាញ់ហើយសម្រាប់សាច់គោវិញគឺខ្ញុំរើសជាមួយនឹងសាច់គោដែលសាច់ផុយតែម្ដងបងប្អូនបើសាច់អត់ផុយគឺយើងញ៉ាំអត់ឆ្ងាញ់ទេអញ្ចឹងបងប្អូនត្រូវតែរើសជាមួយនឹងសាច់ផុយទៅផ្សារប្រាប់អ្នកលក់ថាយកសាច់ផុយហើយសាច់គោនេះក៏ខ្ញុំរៀនចេះមើលពីប្តីខ្ញុំដែរពេលដែលទិញសាច់គោយើងយកដៃរបស់យើងនឹងចុចថានៅពេលដែលយើងចុចហើយសាច់គោនឹងមុតឬក៏អត់ចាចុចកញ្ចក់នឹងមុតឬក៏អត់បើសិនជាចុចកញ្ចក់មុតអញ្ចឹងមានន័យថាសាច់គោរបស់យើងគឺផុយហើយបងប្អូនយល់ទៅរបៀបនៅក្នុងការទិញសាច់អីគឺថាប្តីខ្ញុំគឺបរៀនមួយសេតតែម្ដងចាបរៀនឲ្យចេះចិត្តជាមួយនឹងសាច់គោអញ្ចឹងសាច់គោរបស់យើងឥឡូវនេះខ្ញុំបានធ្វើការហាន់ជាមួយនឹងសាច់គោហើយចាបន្ទាប់ពីហាន់សាច់គោជាមួយហើយខ្ញុំក៏ដាក់ជាមួយនឹងសាច់គោហ្នឹងចាជាមួយនឹងបន្លែរបស់យើងចូលគ្នាទេមកបងប្អូនហើយមេបឆាខ្ញុំឆាថាខ្ញុំដាក់តែម្កាទេហើយប៉ុន្តែនៅពេលដែលខ្ញុំដាក់ម្កាទេក៏មានអារម្មណ៍ថាវាច្រើនពេកហើយក៏ដកបន្លែចេញឆ្លាចឹងណាអញ្ចឹងបងប្អូនយើងដាំខ្ទះឲ្យក្តៅបងប្អូនដាក់ខ្លាញ់ចូលបងប្អូនដាក់ប៊ឺចូលតែម្ដងបន្ទាប់ពីយើងដាក់ប៊ឺចូលហើយបងប្អូនចាយើងត្រឡប់តកួនរបស់យើងនឹងឲ្យឆ្អិនណាបងប្អូនចាត្រឡប់តកួនរបស់យើងនឹងឲ្យឆ្អិនតែម្ដងហើយតកួននេះគឺជាតកួនធម្មជាតិសុទ្ធតែម្ដងបងប្អូនចាគឺតកួនសែសុទ្ធមកហើយសាច់គោបងប្អូនលាយដូចបងប្អូនធ្វើសាច់គោឡើងភ្នំចឹងចាអញ្ចឹងមានអីគេមានស្ករមានប៊ីចេងមានទឹកថៃមានជាមួយនឹងប្រេងខ្យងចាដាក់មកបងប្អូនឆាបែបហ្នឹងដាក់បែបហ្នឹងមកចាត្រឡប់ខ្លាញ់បែបហ្នឹងមកបងប្អូនហូននិយាយពីថាឆ្ងាញ់ខ្លាំងមែនតែនបងប្អូនមហូបមុខហ្នឹងខ្ញុំសូម recommend ឲ្យបងប្អូនញ៉ាំជាមួយនឹងទឹកសោះគឺឆ្ងាញ់ជាងទឹកអំបិលហើយចានិយាយពីថាញ៉ាំមហូប
បមួយមុខនឹងហើយដាបជាប់នៅក្នុងបេះដូងខ្លាំងមែនតើហូបមុខនេះឆ្ងាញ់ហើយបើលក្ខណៈថាយើងធ្វើបែបសាមញ្ញណាតែតំណងឆ្ងាញ់ខ្លាំងមែនតើខ្ញុំញ៉ាំជាមួយនឹងម្ហូបមួយមុខនឹងហើយគឺខ្ញុំចង់ញ៉ាំទៀតដែរព្រោះដោយសារអីតកូននៅក្នុងទូនៅមានទៀតដោយសារម៉ែផ្ញើពីខេត្តមកច្រើនខ្លាំងមែនតើចាអញ្ចឹងមករយៈនេះគឺថាបានញ៉ាំជាមួយនឹងតកូនធម្មជាតិរបស់ធម្មជាតិស្នាដៃនៃម្ដាយបងប្អូនហើយនិយាយថាឆ្ងាញ់ហើយឆ្ងាញ់ចាទិញទៅសាច់មកយើងមានបន្លែពេញទូងាយស្រួលក្នុងការញ៉ាំខ្លាំងមែនតើតែបងប្អូនម្ហូបមុខនេះខ្ញុំសូមឲ្យរ៉េត10 លើ 10 ចា10 លើ 10 គឺឆ្ងាញ់ខ្លាំងតែម្ដងចាមិន viral តែឈ្មោះទេណាប៉ុន្តែរសជាតិវិញបងប្អូនហើយនិយាយពីថាអែមកប់ចឹងបងប្អូនដែលអត់ទាន់បានញ៉ាំអាចធ្វើម្ហូបមួយមុខនេះញ៉ាំបានខ្ញុំធានាថាឆ្ងាញ់តែម្ដង